ពេលជីសัตว์ហ្នឹងគេធ្វើមុខធម្មតាអត់មានសាច់សបាយក្អាកក្អាយអីទេតែពេលអស់នាទីត្រូវចុះពីលើសัตว์ស្រាប់តែយំឡាំប៉ាអត់ចង់ចុះហ្មងចង់ជីតទៀតកូនហើយយំចង់ជីទៀតជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនមកមើល moment កក់ក្ដៅរបស់បនរក្សាច្រើនថ្ងៃរួមបញ្ចូលគ្នាតែម្ដងកាលពីអូនអាយុ10ខែកាលហ្នឹងអូនមិនទាន់ចេះដើរទេតែអូនចេះតោងឈរដើរតោងបែបសសៀស្ទាត់ណាស់ឃើញកូនលូតលាស់ធំធាត់វិវត្តបានល្អទាំងរាងកាយប្រាជ្ញាស្មារតីតាមវ័យរបស់កូនបែបនេះយើងជាម៉ាក់ប៉ាគឺសប្បាយចិត្តមែនតានជាពិសេសពេលឃើញកូនទៅតែចេះនេះចេះនោះដំបងអីហ្នឹងអួយរំភើបណាស់ម៉ាក់ប៉ាណាក៏ដូចម៉ាក់ប៉ាណាដែរទាញកាមេរ៉ាមកថតភ្លាមហ្មងចាបងប្អូនកូននៅក្នុងវ័យនេះភាគច្រើនអាចឈរបានដោយខ្លួនឯងចាប់ផ្ដើមយល់ពាក្យងាយដូចជាអត់ទេឬមកមិននេះមកកូនពាក្យដែលយើងឧស្សាហ៍និយាយទៅកូនណាពេលខ្លះយើងសាកហៅឈ្មោះកូនក៏ងាកមកព្រោះកូនចាប់ផ្ដើមស្គាល់ឈ្មោះខ្លួនឯងហើយទាំងអស់នេះសុទ្ធតែជាការអភិវឌ្ឍខួរក្បាលរបស់កូនចំណែកឯការនាំកូនចេញទៅលេងខាងក្រៅផ្ទះក៏ជាផ្នែកមួយនៃការជួយជំរុញការអភិវឌ្ឍផ្នែករាងកាយនិងបញ្ញាស្មារតីរបស់កូនផងដែរចាបងប្អូនសម្រាប់ខ្ញុំចូលចិត្តនាំកូនទៅលេងសួនកំសាន្តជិះឧបករណ៍លេងណាដែលកូនអាចជិះខ្លួនឯងបានខ្ញុំដាក់ឲ្យជិះខ្លួនឯងឧបករណ៍លេងណាដែលកូនជិះខ្លួនឯងអត់បានពួកខ្ញុំដែរជាម៉ាក់ប៉ាហ្នឹងជិះជាមួយកូនតែភាគច្រើនពួកខ្ញុំជិះជាមួយកូនដូចជាទៅលេងសួនកំសាន្តម្ដងអញ្ចឹងជិះឧបករណ៍លេង5-6ឧបករណ៍លេងអីពួកយើងជិះជាមួយកូន3-4ឧបករណ៍លេងហើយដូចជិះសត្វនេះអញ្ចឹងបងប្អូនអូនឃើញក្មេងៗជិះមើលទៅអូនចង់ជិះដែរម៉ាក់ឃើញអញ្ចឹងក៏ឲ្យប៉ាជិះពីអ្នកអូនពេលជិះសត្វហ្នឹងគេធ្វើមុខធម្មតាអត់មានសាច់សបាយក្អាកក្អាយអីទេតែពេលអស់នាទីត្រូវចុះពីលើសត្វស្រាប់តែយំឡាំប៉ាអត់ចង់ចុះហ្មងចង់ជិះតទៀតកូនហើយយំចង់ជីទៀតអស់តោះមួយទៀតហើយមិញហើយបានជិះវិញស្ងាត់មាត់លេងយំអូយអស់តោះមើលមកក្មេងក្បាលខូចហ្នឹងមើលចាបងប្អូនការពិតទៅនៅពេលកូនបានជិះឧបករណ៍លេងអ្វីមួយហើយដល់នាទីកំណត់ត្រូវចុះពីលើឧបករណ៍លេងនោះហើយកូនយំជិះទៀតមិនមែនមកពីកូនក្បាលខូចទេគឺក្មេងនៅក្នុងវ័យនេះចាប់ផ្ដើមត្រូវការធ្វើជាខ្លួនឯងកូនចាប់ផ្ដើមដឹងថាខ្លួនឯងចូលចិត្តរបស់នេះហើយមិនចង់ឲ្យវាឈប់ពេលត្រូវជំទាស់ចិត្តកូននៅមិនទាន់ចេះវិធីគ្រប់គ្រងអារម្មណ៍ទើបកូនប្រើវិធីយំដើម្បីបង្ហាញចេញមកនេះគឺជាការវិវត្តផ្នែកអារម្មណ៍របស់ក្មេងអាយុ10ខែក្មេងនឹងចាប់ផ្ដើមរៀនសូត្រថាអ្វីដែលខ្លួនឯងធ្វើមានផលចំពោះអ្វីដែលឪពុកម្ដាយធ្វើឧទាហរណ៍ដូចជាបើកូនយំម៉ាក់ប៉ានឹងងាកមកចាប់អារម្មណ៍បើកូនត្រេកអរម៉ាក់ប៉ាញញឹមដាក់វិញនេះជាមូលដ្ឋាននៃការបង្កើតទំនាក់ទំនងបែបពីរផ្លូវតែពេលខ្លះយើងជាម៉ាក់ប៉ាក៏ត្រូវបង្រៀនដែរថាពេលនេះប៉ុណ្ណឹងសិនបានហើយកូនចាំថ្ងៃក្រោយចាំជីទៀតមិនអាចតាមចិត្តកូនគ្រប់តែពេលទេត្រូវមើលកលៈទេសៈដែរព្រោះបើយើងបណ្ដោយឲ្យកូនបានគ្រប់យ៉ាងតាមដែលកូនចង់បានភ្លាមជានិច្ចកូនអាចនឹងយល់ច្រឡំថាគ្រប់យ៉ាងក្នុងជីវិតហ្នឹងត្រូវតែដូចអ្វីដែលកូនចង់បានដែលការពិតវាមិនមែនបែបហ្នឹងឡើយក្មេងដែលមិនដែលឮពាក្យថាបានហើយកូនប៉ុណ្ណឹងសិនបានហើយតតែសោះអាចនឹងធំធាត់មកដោយខ្វះការអត់ធន់មិនចេះរងចាំមិនយល់ពីការខកបំណងហើយពេលជួបសង្គមពិតពិភពលោកពិតដែលមិនបានដូចអ្វីដែលគេរំពឹងទុកមិនបានដូចចិត្តគេនោះកូនអាចនឹងមានអារម្មណ៍មួម៉ៅមិនដឹងណឬអាចនឹងខ្វះវិធីសាស្ត្រក្នុងការគ្រប់គ្រងចាត់ការអារម្មណ៍ខ្លួនឯងតែមួយជ្រុងទៀតយើងមើលឃើញថាភាពបត់បែនក៏មានអត្ថន័យមិនចាញ់គ្នាប៉ុន្មានឡើយបើយើងដឹងថាយើងល្មមមានពេលខ្លះដែរហើយកូនកំពុងតែមានក្តីសុខជាមួយនឹងការលេងការដែលយើងស្របតាមចិត្តកូនព្រមឲ្យជាឧបករណ៍លេងមួយជុំឬមួយមុខទៀតមិនចាត់ទុកថាជាការតាមចិត្តកូនដែលគ្មានលក្ខខណ្ឌនោះទេតែវាគឺជាការយល់ពីកូនថាក្មេងតូចនៅក្នុងវ័យនេះកំពុងតែស្ថិតនៅក្នុងអំឡុងពេលរៀនសូត្រពីពិភពលោកមួយនេះដោយបេះដូងកំពុងតែរំភើបជាមួយបទពិសោធន៍ថ្មីការដែលម៉ាក់ប៉ាបើកឱកាសឲ្យកូនទទួលយកក្តីសុខដែលកូនមានអារម្មណ៍បានដោយខ្លួនឯងវាគឺជាការបង្កើនក្តីស្រឡាញ់បង្កើនភាពជឿជាក់ចំពោះខ្លួនឯងដល់កូនព្រោះសម្រាប់ក្មេងៗគ្រប់ពេលដែលម៉ាក់ប៉ាតបស្នងដល់គេយ៉ាងទន់ភ្លន់និងយោគយល់នោះគឺជាការបញ្ជូនសារទៅដល់គេថាអូនមានអារម្មណ៍សុវត្ថិភាពជាមួយម៉ាក់ប៉ាដឹងថាម៉ាក់ប៉ានឹងមិនទុកអូនចោលទេទោះបីជាអូនងក់ងក៏នៅទទួលបានក្តីស្រឡាញ់ជានិច្ចអារម្មណ៍បែបនេះគឺជាឫសគល់សំខាន់នៃស្ថិរភាពផ្លូវចិត្តកូនសម្រាប់ម៉ាក់ប៉ាការចិញ្ចឹមមើលថែកូនគឺមិនមែនជាការដែលធ្វើឲ្យបានដោយចិត្តយើងទេ
ក៏មិនមែនជាការដែលធ្វើឲ្យបានតាមចិត្តកូនរហូតដល់ខូចកូនអស់នោះឡើយតែគឺជាការដើរត្រង់ចំណុចកណ្ដាលរវាងការយល់និងដែនកំណត់គឺត្រូវមានតុល្យភាពព្រោះថ្ងៃមួយកូននឹងធំឡើងចេញទៅជួបនឹងសង្គមខាងក្រៅប្រឈមនឹងពិភពលោកទាំងមូលដោយខ្លួនឯងហើយយើងចង់ឲ្យកូនក្លាយជាមនុស្សដែលមានក្តីសុខមានវិន័យនិងជឿជាក់លើខ្លួនឯងដោយបេះដូងដែលរឹងមាំសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍ដល់បងប្អូនបើសិនជាបងប្អូនឬម៉ាក់ប៉ាចូលចិត្តវីដេអូនេះសូមចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឲ្យពួកគាត់បានឃើញផងជាចុងក្រោយកុំភ្លេចចុច follow ឬ subscribe អូនបនរក្សាផងណាដើម្បីទទួលបានវីដេអូនិងចំណេះដឹងថ្មីៗទាក់ទងនឹងការចិញ្ចឹមមើលថែកូនសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត